កាលពីចុងសប្តាហ៍កន្លងទៅខ្ញុំបានទៅជួយរៀបចំខ្សែភ្លើងតព្រីនិងកង្តាក់ក៏ដូចជាដំឡើងអំពូលនិងកង្ហារឲ្យប្អូននៅហាងចេស្តាកាហ្វេនៅសង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្ដាលនេះជាទស្សនវិជ្ជាមុនពេលរៀបចំហើយនេះជាសកម្មភាពខ្លះៗរបស់ខ្ញុំក្នុងការដំឡើងក៏ដូចជារាយខ្សែភ្លើងផងដែរការតរបស់យើងគឺយើងដាក់ឌីសង់ទ័រចំនួន1ដុំបំបែកចំនួន3កន្លែងកង្តាក់និងព្រីចំនួន3កន្លែងកង្ហារចំនួន3និងអំពូលចំនួន2កន្លែងដោយសារការអូសខ្សែនិងការដំឡើងកង្តាក់ឬក៏ព្រីរបស់យើងចាប់ជាប់ជាមួយដែកដូចនេះរាល់ការរៀបចំរបស់យើងទាំងការតនិងការដាក់ព្រីគឺគិតគូរពីសុវត្ថិភាពនៅពេលប្រើប្រាស់ហើយនេះគឺជាលទ្ធផលចុងក្រោយលទ្ធផលទាំងនេះកើតឡើងបានដោយមានការជួយពីប្អូនថ្លៃនិងបងប្រុសរបស់ខ្ញុំផងដែរសូមអរគុណចំពោះការជួយនិងអរគុណដល់ចេស្តាកាហ្វេសម្រាប់ការគាំទ្រជាចុងក្រោយក៏សូមអរគុណចំពោះការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀតមកដល់ក៏បងស្ទើរទ្រាំមិនបានអូយអីក៏រករឿងម្លេះក៏លយ៉ាងបងស្ទើរតែទ្រាំនឹងអូនមិនបានរករឿងអត់ហើយក្បាលរឹងដូចដែរពេលគេថាឲ្យចាប់ផ្ដើមស្រក់ទឹកភ្នែក